ប្រហុកកញ្ចាំជាមួយនឹងកសាំងហើយរំលីងលើខ្ទះតិចវាថាឈ្ងុយផ្អើពេញតភូមិមកហើយស្របពេលជាមួយនឹងមេឃភ្លៀងរ៉ែៗទៀតគឺថាជាតិទៀតហើយបងប្អូនអើយជាតិរបស់ជាតិណោះសម្រាប់ថ្ងៃនេះដែរខ្ញុំចិញ្ចាំប្រហុកជាមួយនឹងកសាំងហើយកសាំងរៀងខ្ចីទៀតណាកសាំងនេះខ្ញុំទិញគេអាចគៀលស្រាប់ណាហើយប្រហុកប្រហែលជាដូចជា1000បងប្អូនសរុបចូលគ្នាទៅហើយជាមួយនឹងសាច់ជ្រូកចិញ្ច្រាំ4000រៀលហើយយកអាគេកិនស្រាប់ណាចឹងទៅងាយស្រួលនឹងការដែលយើងចិញ្ច្រាំគឺលឿនទៀតហើយខ្ញុំដាក់ម្ទេសខ្ទឹមសធ្វើការចិញ្ច្រាំជាមួយគ្នាឲ្យវាមាត់ណាបូករួមជាមួយនឹងកសាំងផងដែរកសាំងក៏ខ្ញុំចិញ្ច្រាំចូលគ្នាដែរតើពីកញ្ចាំចូលគ្នាមាត់ហើយខ្ញុំដាក់ប៊ីចេងស្ករសខ្ញុំដាក់ប៉ាណេះសិនតបន្តិចខ្ញុំធ្វើការចិញ្ច្រាំឲ្យគ្រឿងទេសហ្នឹងចូលជាតិគ្នាហើយខ្ញុំមានបន្ថែមជាមួយនឹងម្ទេសអាចសាត់ហើយនឹងខ្ទឹមសហើយនេះកសាំងដែលនៅសល់នៅស្រួលនៅពេលដែលយើងភ្លក់ខ្វះជាតិជូរអីគឺខ្ញុំបន្ថែមកសាំងទៀតតែថាកសាំងនេះវាខ្ចីណាបងប្អូនអញ្ចឹងទៅវាអត់សូវជាជូរទេបន្ទាប់ពីកញ្ច្រាំរួចរាល់ហើយខ្ញុំយកវាមករំលីងនៅលើខ្ទះហាបងប្អូនអាចខ្ចប់អាំងក៏បានដែរខ្ចប់អាំងជាមួយនឹងក្តារអាលុយមីញ៉ូមឬក៏ឡាក់ចេកក៏កាន់តែឈ្ងុយឈ្ងប់ដែរតែដោយសារតែខ្ញុំអត់មានពេលអញ្ចឹងទៅខ្ញុំដាក់រំលីងនៅលើខ្ទះអញ្ចេះទៅគឺវាថាទំនោរឲ្យឈ្ងុយឈ្ងប់ទៀតបងប្អូនអើយនិយាយថាដាក់ម្ទេសដាក់អីជាមកគឺថាទំនោរមែនតែនជាមួយនឹងខ្ទឹមយើងដាក់ទាំងមូលអញ្ចឹងណាហើយមើលតែរំលឹងរៀងកោកខ្ញុំបន្ថែមជាមួយនឹងប្រេងឆាបន្តិចដើម្បីកុំឲ្យវាជាប់បាតខ្ទះហើយនឹងខ្លោចខ្ទះណាសម្រាប់រសជាតិខ្ញុំបានផ្លុតរួចរាល់ហើយគឺស្ទើរជូរហើយនឹងផ្អែមអញ្ចឹងទៅខ្ញុំបន្ថែមទៅតាមហ្នឹងណាបើបងប្អូនចូលចិត្តរសជាតិយ៉ាងម៉េចដាក់តាមអញ្ចឹងទៅព្រោះថាកសាំងរបស់ខ្ញុំខ្ញុំជ្រាបតាំងពីដើមអញ្ចឹងគឺកសាំងវារៀងខ្ចីវាអត់សូវជូរទេហើយខ្ញុំធ្វើការចុកច្បន់នឹងរមាស់ឲ្យវាដាច់ទឹកណាឲ្យដាច់ទឹកហើយទៅខ្ញុំដាក់ជាមួយនេះពងមកក្របទៀតដើម្បីឲ្យប្រហុករបស់ខ្ញុំនេះវាកាន់តែឆ្ងាញ់ហើយកាន់តែជាតិទៀតហើយខ្ញុំដាក់តែមួយគ្រាប់ទេបើបងប្អូនចង់ដាក់2គ្រាប់ក៏បានដែរតែខ្ញុំដាក់តែមួយគ្រាប់នឹងឯងឆាច្បល់ចោះច្បល់ឡើងឲ្យពោវាឆ្អិនណាគឺប្រហុកលីងរបស់ខ្ញុំគឺឆ្អិនរួចរាល់ហើយបងប្អូនអើយតែប៉ុណ្ណេះហានិយាយពីក្លិនភាយផ្អើពេញភូមិមកបន្ទាប់ពីដាក់ពងហើយខ្ញុំធ្វើការកូរវឹកឲ្យវាចូលសពសាច់ជាមួយនឹងប្រហុកហើយខ្ញុំធ្វើការគេថារំងាស់ឲ្យវាឆ្អិនហើយវាដាច់ទឹកមែនទេណាហើយប្រហុករបស់ខ្ញុំក៏ឆ្អិនរួចរាល់ដែរហើយនឹងបន្លែរបស់ខ្ញុំមានត្រប់ស្រួយត្រសក់សណ្តែកគួរហើយនឹងពពាយនិយាយពីថាបើបងប្អូនចង់ដាក់បន្លែផ្សេងទៀតក៏បានដែរតែខ្ញុំយកតែ4មុខនឹងទេបន្លែតែ4មុខនេះគឺថាញឆ្ងាញ់ញាក់ហ្មងហើយនិយាយពីថាបាយវិញនិយាយពីថាអស់ដែលមិនដឹងខ្លួនណាឆ្ងាញ់ណាបងប្អូនបើសិនសម្រាប់រសជាតិវិញគឺមកល្មមប៉ែកហើយដាក់ជាមួយនឹងម្ទេសអាចសាត់តិចអញ្ចេះទៀតជីវិតថាជាដល់ជាតិហើយវីដេអូនៃការលេងប្រហុកជាមួយកសាំងរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើមានកន្លែងណាខុសឆ្គងសូមធ្វើការខន្តីអភ័យទោសផងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយជម្រាបលាថែមជាមួយម្ទេសទៀតយកទៀតលើDia belum. Tapi. Jadi dong tak pasang, mat, bahaya mat.